តើអ្នកធ្លាប់ឮទេថាមេអំបៅតំណាងឲ្យព្រលឹងមនុស្សបួនិកៈនៅក្នុងភាសាក្រិកបុរាណពាក្យ Psyche ផែចាយមានន័យទាំងព្រលឹងនិងមេអំបៅដោយសារតែហេតុនេះមេអំបៅត្រូវបានគេចាត់ទុកថាជានិមិត្តរូបនៃព្រលឹងនិងការប្រែប្រួលពីជីវិតមួយទៅជីវិតមួយទៀតចំណែកឯនៅក្នុងវប្បធម៌ហ្វីលីពីនមានជំនឿថាមេអំបៅដែលហោះចូលផ្ទះអាចជាព្រលឹងរបស់សាច់ញាតិឬមនុស្សជាទីស្រឡាញ់ដែលបានចែកឋានកំពុងមកសួរសុខទុក្ខអ្នកទោះជាយ៉ាងណានេះគឺជាជំនឿនិងប្រពៃណីវប្បធម៌ប៉ុណ្ណោះមិនមានភស្តុតាងវិទ្យាសាស្ត្របញ្ជាក់ថាមេអំបៅជាព្រលឹងមនុស្សពិតប្រាកដនោះទេតើអ្នកធ្លាប់ឮជំនឿបែបនេះដែរឬទេសូមបញ្ចេញមតិនៅខាងក្រោមហើយកុំភ្លេច like share និង subscribe ដើម្បីទទួលបានចំណេះដឹងថ្មីៗជាពិសេសក្រុមពពួកសត្វត្រូវបានគេចាត់ទុកថាជានិមិត្តរូបនៃសេចក្តីស្លាប់